រាល់ដងគេគាំទ្រនិងជួយអាណិតខាងស្ត្រីពេលនិយាយដល់រឿងលេងលះប៉ុន្តែសំណេរមួយនេះបែរជានាំឲ្យមានតែអ្នកគាំទ្រខាងប្រុសនិងបន់ឲ្យលេងលះខាងស្រីឆាប់តោះមកអានសំណេរដែលនាំឲ្យគេនាំគ្នាអាណិតខាងប្រុសដូចតទៅខ្ញុំនឹងប្តីការបាន7ឆ្នាំមានកូន2នាក់ស្រី1ប្រុស1កាលពីមុនប្តីខ្ញុំរកលុយបានច្រើនបានជួយគ្រួសារខាងគាត់និងជួយគ្រួសារខាងខ្ញុំបានច្រើនគួរសមដែរមិនដែលឲ្យខ្ញុំខ្វះខាតលំបាកទេមួយខែគាត់ឲ្យប្រាក់ខែខ្ញុំ$1000និងចំណាយផ្សេងៗទៀតប្រហែល$3000និងចំណាយផ្សេងទៀតជួយគ្រួសារខាងខ្ញុំទៀតគាត់មិនដែលប្រកាន់ខ្លួនទេការងារផ្ទះដាំស្លគាត់ចេះទាំងអស់ប៉ុន្តែកាលពីឆ្នាំមុនគាត់រស់ស៊ីខាត់ច្រើនរហូតដល់អស់ពីខ្លួនមួយរយៈចុងក្រោយនេះគាត់ចាប់ផ្ដើមឡើងវិញប៉ុន្តែមិនសូវបានច្រើនដូចមុនទេបានត្រឹមតែបង់ធនាគារប្រចាំខែនិងឲ្យខ្ញុំខ្លះទុកគ្រាន់ដាក់អីវ៉ាន់លក់ខ្វះមុខខ្វះក្រោយប៉ុន្តែឥឡូវខ្ញុំមានអារម្មណ៍ណាយចិត្តពីគាត់មិនសូវមានអារម្មណ៍អីជាមួយគាត់ទៀតសោះយល់ថាថ្ងៃមុខទៅមិនដឹងសង្ឃឹមអីកូនកាន់តែធំរាល់ថ្ងៃខិតខំលក់ដូរខ្លួនឯងຕົកចាយប្រចាំថ្ងៃយល់ថាខ្លួនឯងមិនមានសំណាងសោះមិនដឹងថាគាត់អាចក្រោកឡើងវិញដូចមុនបានអត់ទៅណាមកណាឃើញគេផ្សេងមានសំណាងបានគ្រួសារល្អមានអារម្មណ៍ថាច្រណែនខ្ញុំគួរតែបន្តទៀតទេ